នេះហាសំណុំខ្លួនឯងទៅបោះចោលក្នុងព្រៃមួយមើលស្ដាប់អត់ច្រឡំទេថ្ងៃនេះហាខ្ញុំនឹងចេញធ្វើ vlog មួយហើយនាំខ្លួនឯងនិងអារម្មណ៍អ្នកទាំងអស់គ្នាទៅទស្សនាកន្លែងមួយដែលខ្ញុំបានទៅលេងកាលពីចុងសប្តាហ៍នេះក៏លេចមើលពីទេសភាពនៅតាមដងផ្លូវវិញនិយាយពីថាស្អាតខ្លាំងមែនតើពណ៌ហ្នឹងគឺជាពណ៌ដែលខ្ញុំស្រឡាញ់ហើយបើនិយាយពីផ្លូវធ្វើដំណើរវិញអ្នកទាំងអស់គ្នាមិនជាលំបាកអីណាស់ណាទេគ្រាន់ថាពិបាកបន្តិចត្រង់ចំណុចដែលខ្ញុំថតបង្ហាញហ្នឹងក្រៅពីហ្នឹងគឺថាស្រួលធម្មតាទេហើយពេលដែលទៅដល់អ្នកទាំងអស់គ្នាគឺខ្ញុំឃើញទស្សនវិជ្ជាបែបនេះតែមិនមែនមានន័យថាគ្រប់កន្លែងគឺសុទ្ធតែអញ្ចឹងទាំងអស់ទេគឺដោយកន្លែងអញ្ចឹងហើយឥឡូវនេះខ្ញុំបានមកដល់ទីតាំងដែលត្រូវលេងហើយគឺជាស្ពានមួយដែលគេទៅតែនឹងសាងសង់នៅពេលថ្មីនេះដែរទេទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាខ្ញុំទៅលេងអីគេបើវាលថ្លាវហ្នឹងមនុស្សក៏គ្មានអ្នកលក់អីក៏គ្មានហើយទៅលេងស្អីស្ងាត់ជ្ងុំហ្នឹងចាគឺទៅលេងទឹកហ្នឹងហើយព្រោះថាកន្លែងហ្នឹងគឺជាកន្លែងមួយដែលខ្ញុំធ្លាប់ទៅលេងពីមុនដែរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកកន្លែងអនុស្សាវរីយ៍របស់ខ្ញុំអញ្ចឹងណានេះកន្លែងនេះហើយឥឡូវនេះទឹកហូរច្រើនមែនតើហើយហូរនៅអនុស្សាវរីយ៍ខ្ញុំទៅអស់អត់ហើយហើយខ្ញុំថានាំអ្នកទាំងអស់គ្នាទៅមើលជាការអ៊ំដែលខ្ញុំធ្លាប់មកកាលលើកមុនហ្នឹងទៅមើលអីដោយបានជម្រាបក្នុងវីដេអូនេះអញ្ចឹងគឺថាកន្លែងហ្នឹងគឺជាកន្លែងដែលខ្ញុំធ្លាប់ទៅពីមុនហើយក៏មានអនុស្សាវរីយ៍ជាច្រើនដែលដកជាប់ក្នុងអារម្មណ៍របស់ខ្ញុំណាអញ្ចឹងហើយខ្ញុំក៏ទៅលេងទៅអ្នកទាំងអស់គ្នាពេលមកដល់ហើយឃើញតាពាំងឡើងល្អមែនតើតែមិនរបស់ខ្ញុំទេខ្ញុំមានកាច់ទេរបស់គាត់អ្នកទាំងអស់គ្នាពេលមកដល់ក៏អត់នៅទេអត់មានណានៅទេហើយមើលនេះវាយបានរបស់គាត់ដំណាំលំអរបស់គាត់ហ្នឹងគេស៊ីអស់ហើយរៀងខកចិត្តបន្តិចដែរព្រោះថាអ៊ំដែលស្នាក់នៅផ្ទះហ្នឹងគាត់បានឡើងទៅភូមិអស់ហើយច្បាស់ជាឆ្ងល់ហើយថានៅក្នុងព្រៃទេមិនបានមានផ្ទះអញ្ចឹងទាំងអស់នេះគឺជាផ្ទះនៅក្នុងចំការដែលអ្នកភូមិដែលមានចំការនៅទីនោះគាត់ធ្វើទុកសម្រាប់ស្នាក់នៅហើយពួកគាត់ស្នាក់នៅជាប្រចាំនៅពេលដែលដល់រដូវប្រមូលផលចន្ទទីឬក៏ដំណាំផ្សេងៗពេលដែលមកដល់ហ្នឹងគឺថាស្ងាត់ចិត្តមែនតើព្រោះថាចំការគាត់អត់នៅអញ្ចឹងគោក៏បានចូលស៊ីតំណាំតណៃរបស់គាត់ឡើងខ្ទេចអស់លេងដោយសារតែពួកគាត់អត់នៅអញ្ចឹងហើយមិនដឹងជាលេងមួយអ្នកណាក៏ត្រឡប់មកកន្លែងដើមវិញហើយក៏បាននាំគ្នាលេងទឹកបានមួយសន្ទុះដែរនិយាយពីទឹកវិញថ្លាឡើងដូចកញ្ចក់ណាហើយទឹកនេះគឺជាប្រភេទទឹកអូដែលហូរចេញពីដៃស្ទឹងនានាដែលពាក់ព័ន្ធគ្នាជាខ្សែជាដៃស្ទឹងអីតូចៗចឹងទៅលេងហើយអីហើយគឺថាដល់ពេលត្រឡប់មកផ្ទះវិញហើយប៉ុន្តែតាក់ផ្នែកនឹងទេសភាពតាមដងផ្លូវខ្លាំងមែនតើរួមជាមួយនឹងសម្រស់ផ្កាព្រៃក៏ដូចជាទេសភាពថ្ងៃរៀបលិចនាពេលល្ងាចដែលមានពន្លឺដ៏ចែងចាំងដែលបានបណ្ដាច់ខ្លួននៅលើផ្ទៃទឹកអមសងខាងផ្លូវធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងដូចនៅពិភពមួយទៀតដែលមានពន្លឺដ៏ស្រស់ស្អាតណាឃើញទេសភាពបែបនេះហើយសម្រាប់អ្នកដែលចូលចិត្តថតរូបអីចឹងគឺថាត្រូវបាច់តែម្ដងតែបើសម្រាប់អ្នកដែលអត់ចូលចិត្តថតរូបក៏ដូចជាអត់ចេះថតវិញបានឃើញបែបនេះហើយគឺថាធម្មតាសាមញ្ញខ្លាំងមែនតើនេះស្រុកខ្ញុំគេហៅបាយញញខ្ញុំដឹងមូលហេតុអីគេហៅបាយញញទេប៉ុន្តែអ្វីដែលខ្ញុំសង្កេតឃើញថានៅពេលដែលវាទុំនៅពេលដែលវាទុំអញ្ចឹងវាហាមាត់ស្ញញអញ្ចឹងអ្នកទាំងអស់គ្នាបើនិយាយពីផ្លូវវិញនេះដោយរុនបៃខំអ្នកទាំងអស់គ្នាស្គាល់បៃខំអត់ឆ្កោះពីកន្លែងមួយទៅកន្លែងមួយយ៉ាងនិយាយរួមទៅប្រហោងបើសួរថាមិនបានវាអញ្ចឹងដោយសារតែភ្លៀងទៅទឹកហូរអញ្ចឹងណាទៅវាច្រាស់វាធ្វើឲ្យដីខាងរបស់យើងហ្នឹងវាមានកំហុកដល់យូរទៅក៏ខ្លាយជាដូចរុនបៃខំយ៉ាងនេះមួយនេះហើយបើជិះវិញប្រយ័ត្នមែនតើអ្នកទាំងអស់គ្នាបើមិនអញ្ចឹងទេចូលស្នាមបលាយភ្លក់ត្មងតិចទៀតដែរខ្ញុំនឹងជិះអ្នកទាំងអស់គ្នាមើលថាអូរុនបៃខំហ្នឹងគេជិះវាមិនឃើញអត់ថាការជិះអត់ប្របាក់ទេឲ្យតែយើងតោងឲ្យជាប់អីដែលប្របាក់អ្នកបើកតើដែលព្យាយាមកាត់ចកោទៅណាហើយយើងអ្នកជិះនៅក្រោយហ្នឹងចកេះត្រូវតែរស់មានន័យថាចេះបត់បែនគ្រប់កលៈទេសៈណាចេះបន្ទន់ចង្កេះកាត់តែឆ្វេងកាត់តែស្ដាំទៅអ្នកបើកហ្នឹងងាយស្រួលក្នុងការកាត់ចង្កោហើយដំណើរកំសាន្តនៅថ្ងៃនេះដែរគឺថាខ្ញុំចំណាយលុយអត់ដល់សង់1លីត្រទេក្នុងការដែលទៅដល់កន្លែងនេះហើយក៏អត់បានចំណាយលុយទៅលើការទិញអីញ៉ាំតាមផ្លូវអីដែរព្រោះថានៅតាមហ្នឹងអត់មានគេលក់អីទេគឺមានតែព្រៃអ្នកគ្នាផ្កានេះចង់ថាធ្លាប់ឃើញគេលក្ខណៈគេឌីកអញ្ចឹងណាបរទេសប៉ុន្តែគាត់ថាវាអាចថាវាមិនដូចរបស់គេអីប្រហែលទេប៉ុន្តែចង់ថាវាស្អាតមួយយ៉ាងអ្នកទាំងអស់គ្នាផ្កាព្រៃវាស្អាតមួយយ៉ាងនេះពណ៌មក